របៀបដាក់សញ្ញាត្រេបែបនេះថាតើគេធ្វើមិនឃើញទេបាទថាតើគេធ្វើមិនហើយគេដាក់ដើម្បីអីសម្រាប់សញ្ញាត្រេត្រង់កន្លែងហ្នឹងគឺគេចង់សំដៅទៅលើនៅពេលដែលយើងមាន promotion ឬក៏ព័ត៌មានណាសំខាន់គឺយើងដាក់នៅត្រង់ហ្នឹងដើម្បីឲ្យភ្ញៀវរបស់យើងគាត់ងាយស្រួលក្នុងការស្វែងរកករណីពេលខ្លះគឺគាត់ឆាតជាមួយយើងច្រើនមែនទែនគាត់ចង់បានព័ត៌មានណាលឿនឆាប់គឺគាត់ពិបាកអូសមើលអញ្ចឹងគាត់គ្រាន់តែចុចត្រង់ហ្នឹងមកគឺវាមានព័ត៌មានសំខាន់ដែលយើងបានប្រមូលផ្ដុំអញ្ចឹងខ្ញុំឧទាហរណ៍ថានៅក្នុងហ្នឹងយើងអាចធ្វើការដាក់នៅទំនាក់ទំនងពេលដែលភ្ញៀវគាត់ចុចត្រង់ទំនាក់ទំនងវានឹងធ្វើការបង្ហាញនៅព័ត៌មានមួយចំនួនដែលយើងអាចធ្វើការទំនាក់ទំនងទៅបានហើយបើសិនជាភ្ញៀវគាត់ចុចទៅលើ option ណាមួយយើងអាចធ្វើការ link redirect ទៅកាន់ website ក៏បានយើងអាចធ្វើការដាក់អ្វីដែលសំខាន់នៅក្នុងហ្នឹងក៏បានដូចជា promotion ដូចជាដើមអញ្ចឹងណាអូខេអញ្ចឹងតោះយើងចូលទៅមើលអំពីរបៀបនៃការធ្វើទាំងអស់គ្នាដោយដំបូងឡើយគឺយើងត្រូវធ្វើការ log in ចូលមកកាន់ chat KA ជាមុនសិនហើយសម្រាប់ចំណុចទាំងអស់នេះគឺខ្ញុំអត់បានបញ្ជាក់លម្អិតទាក់ទងនឹងរបៀបនៃការបង្កើត account ឬក៏របៀបនៃការភ្ជាប់ page ទេអញ្ចឹងបងប្អូនទាំងអស់គ្នាអាចទៅមើលនៅក្នុងមេរៀនរបស់ខ្ញុំមុនបានអញ្ចឹងអ្វីដែលយើងត្រូវធ្វើគឺយើងចូលមកកាន់ bot manager បន្ទាប់មកយើងធ្វើការជ្រើសរើសនៅ page ដែលយើងត្រូវធ្វើការដាក់ខ្ញុំឧទាហរណ៍ទៅលើ page នេះដោយសារ page នេះគឺថ្មីអត់ទាន់មានទេអញ្ចឹងអ្វីដែលយើងត្រូវធ្វើបន្ថែមទៀតយើងអូសមកក្រោមយើងរកមើលពាក្យថា persistent menu setting នេះចុចត្រង់ហ្នឹងមកបន្ទាប់មកយើងថ្មីយើងត្រូវធ្វើការ create នេះ persistent menu ចុចត្រង់ហ្នឹងមកអញ្ចឹងអ្វីដែលយើងត្រូវធ្វើត្រង់នេះគឺយើងដាក់នៅ menu title ដែលយើងឃើញនេះអា menu title នេះគឺពួកនេះណាពួកហ្នឹងអញ្ចឹងខ្ញុំដាក់អញ្ចឹងឥឡូវខ្ញុំអាចនិយាយបានថាខ្ញុំដាក់ថា Telegram យើងដាក់ឲ្យវាស្អាតមក Telegram អានេះយើងរើយក web URL ហើយយើងដាក់ link តំណភ្ជាប់ Telegram របស់យើងមកបន្តមកទៀតយើងចង់ដាក់ថែមទៀតយើង add មកអញ្ចឹងអានេះយើងដាក់អីគេបើយើងមានអីផ្សេងយើងដាក់មកណាហើយបើយើងរើយក postback នេះអាហ្នឹងគឺយើងត្រូវធ្វើការរើ postback ដែលយើងមានពីមុនមកអញ្ចឹងខ្ញុំឧទាហរណ៍អញ្ចឹងនេះខ្ញុំដាក់ថា contact បន្តមកត្រង់កន្លែងនេះខ្ញុំអត់ទាន់មានខ្ញុំអាចបង្កើតត្រង់នេះចុច add នេះមកបន្ទាប់មកយើងអាចបង្កើតថ្មីមកខ្ញុំដាក់ឈ្មោះត្រង់កន្លែងនេះខ្ញុំដាក់ថា contact ណានេះ contact ដើម្បីចំណាំបន្តមកទៀតត្រង់នេះខ្ញុំអាចដាក់ជាលេខទូរស័ព្ទអីចឹងទៅអូខេអរគុណសម្រាប់ការទំនាក់ទំនងបន្ទាប់មកយើងចុចមកត្រង់កន្លែងនេះខ្ញុំយកពាក្យ button នេះយក button មក text នេះ text វា button អញ្ចឹងត្រង់កន្លែងនេះខ្ញុំដាក់ថាខ្ញុំចុចខាងក្រោមដើម្បីទំនាក់ទំនងអញ្ចឹងកន្លែងនេះខ្ញុំដាក់ថា call now អូខេកន្លែងនេះខ្ញុំដាក់ថា call now ហើយនេះខ្ញុំរើយក call us នេះ call us ហើយនេះយើងវាយលេខកូដ855អញ្ចឹងកុំដាក់លេខ0ដាក់តាមខ្ញុំអញ្ចឹងមកណាបាទហើយយើងមានប៊ូតុងអីទៀតយើងដាក់មកខ្ញុំដាក់ថា Telegram នេះយើងដាក់ web URL ហើយនេះខ្ញុំយក link Telegram របស់ខ្ញុំមិញហ្នឹងមកបាទហើយខ្ញុំដាក់អីទៀតអញ្ចឹងនេះខ្ញុំដាក់អពី Telegram ខ្ញុំដាក់អីផ្សេងទៀតអញ្ចឹងទៅ website បាទខ្ញុំដាក់ website តបខ្ញុំដាក់អូខេអញ្ចឹងខ្ញុំដាក់ប៉ុណ្ណឹងហើយខ្ញុំចុច submit អូខេអញ្ចឹងបានហើយខ្ញុំចុច OK មកហើយនេះខ្ញុំអូនឡើងលើខ្ញុំខ្វែងចោលចឹងមកទាំងអស់នេះឃើញមានពាក្យថា contact មួយអញ្ចឹងយើងបាន2ណាទី1គឺ Telegram ទី2គឺ contact ហើយខ្ញុំអាចចង់ដាក់អីទៀតខ្ញុំចុច add មកត្រង់កន្លែងនេះខ្ញុំអាចដាក់និយាយបានថា info ហ្នឹងហើយ info អញ្ចឹងទៅហើយអានេះខ្ញុំរើយក postback ហើយខ្ញុំរើយករបស់ដែលខ្ញុំបង្កើតពីមុនមកនេះអាហ្នឹងគឺយើងអាចបង្កើតតាមមិញហ្នឹងក៏បានយើងអាចចូលមកកាន់ bot reply បង្កើតពី bot reply មកក៏បានដែរចឹងខ្ញុំរើប៉ុណ្ណឹងហើយចុច submit អូខេចុច submit ណាបន្តមកទៀតអ្វីដែលយើងត្រូវធ្វើគឺយើងចុចត្រង់ option នេះបន្ទាប់មកយើងចុច public បាទអញ្ចឹងយើងបានណាអញ្ចឹងយើងចូលមកកាន់ page ហ្នឹងម្ដងទៀតយើងចូលមក page ហ្នឹងមកហើយយើងចូលមកត្រង់ message នេះអូខេអញ្ចឹងបងប្អូនទាំងអស់គ្នានឹងឃើញមាន3ឃើញនេះមាន Telegram ពេលដែលចុចមកវានឹងវា link redirect ទៅកាន់ Telegram របស់យើងហើយពេលដែលគេចុចត្រង់កន្លែង contact វានឹងធ្វើការផ្ញើអក្សរមកយើងសួស្ដីឈ្មោះយើងហើយនេះគេឈ្មោះយើងហើយអរគុណសម្រាប់ការទំនាក់ទំនងបន្ទាប់មកវាដាក់ថាសូមចុចខាងក្រោមដើម្បីទំនាក់ទំនងវាមាន call now វាកុយចុចមកវានឹងតេនេះមាន load តេ pop up តាមទូរស័ព្ទមាន Telegram មាន website អីចឹងទៅបាទហើយអានេះគឺ info ពេលដែលគេចុចមកវានឹងធ្វើការប្រមូលផ្ដុំព័ត៌មានដែលយើងបានចងមិញហ្នឹងយកមកឲ្យយើងអាចឃើញហើយបើសិនជាករណីយើងចង់កែអីទៀតយើងអាចកែបានអញ្ចឹងខ្ញុំចូលមកកាន់ bot របស់យើងម្ដងទៀតត្រង់កន្លែង persistent menu បើយើងចង់បន្ថែមមួយទៀតយើងគ្រាន់តែចុចត្រង់កន្លែងសញ្ញានេះមកហើយយើងយក edit បាទ edit បន្ទាប់មកត្រង់កន្លែង info នេះខ្ញុំដូរវាទៅដាក់អីវិញខ្ញុំដូរទៅដាក់ call now ចឹងទៅហើយឡើយនេះខ្ញុំសូមដាក់យក postback manager ខ្ញុំសូមធ្វើការនេះ add ថ្មីតែម្ដងនៅត្រង់នេះខ្ញុំដាក់ឈ្មោះគេ call now បន្ទាប់មកត្រង់កន្លែងនេះយើងរើសយកជា profit text នឹងដែរទៅខ្ញុំដាក់លេខទូរស័ព្ទរបស់យើងមកណាអូខេនេះខ្ញុំរើលេខទូរស័ព្ទខ្ញុំ submit អញ្ចឹងនៅពេលដែលគេចុចត្រង់ call now គឺវានឹងធ្វើការផ្ញើលេខទូរស័ព្ទនេះទៅហ្មងអូខេមក
ហើយនេះខ្ញុំខ្វែងចោលអូខេអានេះខ្ញុំចុច submit បាទបញ្ជាក់បងប្អូនទាំងអស់គ្នាធ្វើឲ្យវាអត់ដើរណាយើងត្រូវចុច option នេះឃើញ option ហើយរើយកពាក្យថា public បើអត់បាន public ទេគឺអ្វីដែលយើង save មិញគឺអត់ទៅអញ្ចឹងយើងត្រូវ public មកហើយយើងចូលមក refresh នេះម្ដងទៀតបាទ refresh វាមកហើយយើងចូលទៅមើលនៅក្នុងកន្លែង message ខ្ញុំម្ដងទៀតមកគឺវានឹងឃើញមានពាក្យនេះពាក្យ call now នេះឃើញ call now ចុចមកគឺវានឹងធ្វើការយកលេខទូរស័ព្ទរបស់យើងមិញហ្នឹងឲ្យមកឃើញលឿននេះបាទហើយបើសិនជាករណីយើងចង់កែអក្សរកែអស់ហ្នឹងអាហ្នឹងគឺយើងចូលមកកាន់ bot ហ្នឹងដែរហើយយើងរើមើលពាក្យថា bot reply នេះអញ្ចឹងបងប្អូនទាំងអស់គ្នាឃើញនេះវាមានពាក្យ info មានពាក្យ contact មានពាក្យ hello ហើយបើយើងចង់មើលឲ្យលម្អិតនេះយើងរើមើលពាក្យថា prospect manager វាមានទាំងអស់នេះ call now យើងចុចត្រង់នេះមកយើងចង់កែលេខទូរស័ព្ទមិញហ្នឹងក៏បានបាទហើយបើយើងចង់កែផ្សេងទៀតនេះយើងមានពាក្យផ្សេងពីហ្នឹងទៀតនេះបាទវាមានមកកណោអញ្ចឹងយើងអាចរើសកែបានតាមចិត្តដែលយើងចង់កែអញ្ចឹងណាមានដូចជា contact ឯនេះ contact ឯបាទអញ្ចឹងយើងអាចធ្វើការកែបានអញ្ចឹងសម្រាប់បងៗដែលគាត់ចង់កែគឺកែត្រង់ហ្នឹងមកហើយបើចង់ update ទៅនឹង persistent menu គឺចូលមកត្រង់ persistent menu ហ្នឹងមកហើយចុចត្រង់កន្លែងនេះយក edit មកហើយ edit ឲ្យ complete ចុចទៅពាក្យ public បើមិនអញ្ចឹងទៅគឺវាអត់ទៅទេអូខេអញ្ចឹងវីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងឯងសង្ឃឹមថាបងប្អូនអរគ្នាមើលហើយយល់បើសិនជាអត់យល់ទេអាចធ្វើការសាកសួរបន្ថែមបានបាទអរគុណ